ព័ត៌មានទី2នេះគឺជាទិន្នន័យដែលចងក្រងរបស់ដោយសារព័ត៌មាន Washington Post បាទព័ត៌មានពីរឿងការដែលសហរដ្ឋអាមេរិកដំឡើងវត្តមានយោធានៅក្បែរអ៊ីរ៉ង់នោះវាមានច្រើនណាក៏ប៉ុន្តែអ្នកដែលចងក្រងទិន្នន័យអំពីវត្តមានយោធារបស់សហរដ្ឋអាមេរិកគឺ Washington Post អញ្ចឹងខ្ញុំសូមយកអត្ថបទរបស់ Washington Post ហើយខ្ញុំជូន credit ទៅគាត់បាទសំខាន់ណាស់សារព័ត៌មានក៏ដើរតួនាទីនៅក្នុងការតាមឃ្លាំមើលចឹងបើយកតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Washington Post ឲ្យដឹងថាគឺយោធាវត្តមានរបស់យោធារបស់សហរដ្ឋអាមេរិកនៅក្បែរប្រទេសអ៊ីរ៉ង់នោះគឺឥឡូវនេះកំពុងតែកើនឡើងយ៉ាងរហ័សតែម្ដងបាទដោយមានឥឡូវនេះគឺមានយន្តហោះចម្បាំងជាង150គ្រឿងហើយបាទហ្នឹងបើតាមទិន្នន័យដែលគាត់ចងក្រងណាបាទមានយន្តហោះចម្បាំងជាង150គ្រឿងហើយដែលយកទៅចតនៅមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងអឺរ៉ុបផងនៅតំបន់មជ្ឈិមបូព៌ាផងបាទនេះគឺជាវត្តមានយន្តហោះចម្បាំងរបស់សហរដ្ឋអាមេរិកដែលច្រើនជាងការវាប្រហារកាលពីលើកមុនបាទហើយក្នុងខណៈពេលដែលការចរចាអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ជុំទី2ហ្នឹងរវាងសហរដ្ឋអាមេរិកហើយនិងប្រទេសអ៊ីរ៉ង់ហ្នឹងគឺនឹងចាប់ផ្ដើមទៀតក៏ប៉ុន្តែការចរចាកាលពីលើកមុនណាកាលពីថ្ងៃទី17ខែកុម្ភៈកន្លងមកនេះគឺមិនបានឈានទៅដល់ការសម្រេចអ្វីនោះទេបាទតាំងពីពេលនោះមកគឺសហរដ្ឋអាមេរិកបញ្ជូនវត្តមានយោធាកាន់តែខ្លាំងឡើងនេះបើយើងតាមទិន្នន័យដែលមានជាសាធារណៈទេណាមានជាសាធារណៈដែលចងក្រងដោយសារព័ត៌មាន Washington Post ផ្អែកទៅលើរូបភាពតាមផ្កាយរណបអញ្ចឹងគឺសារព័ត៌មានគាត់ចងក្រងឃើញប៉ុណ្ណឹងអញ្ចឹងនៅមានអាចនឹងមានតិចជាងអាចនឹងមានច្រើនជាងហ្នឹងអីហ្នឹងគឺផ្សេងទៀតបាទហើយបើយោងតាមស្ថានភាពនៃវត្តមានរបស់យោធាសហរដ្ឋអាមេរិកនាពេលបច្ចុប្បន្ននៅក្នុងតំបន់នេះគឺជាបរិមាណធំជាងគេបំផុតហើយដែលមិនធ្លាប់មានមកទេក្នុងរយៈពេលជាង2ទសវត្សរ៍មកនេះបាទគឺបានន័យថាចាប់តាំងពីសង្គ្រាមរបស់សហរដ្ឋអាមេរិកនៅប្រទេសអ៊ីរ៉ាក់ឆ្នាំ2003មកគឺឥឡូវ2026គឺ23ឆ្នាំក្រោយមកឥឡូវនេះឃើញមានវត្តមានយោធារបស់សហរដ្ឋអាមេរិកហ្នឹងគឺនៅទីនេះទៀតហើយបាទហើយការដែលកសាងបន្ថែមកម្លាំងយោធារបស់សហរដ្ឋអាមេរិកហ្នឹងគឺកើតមានឡើងក្នុងគណៈពេលដែលលោកប្រធានាធិបតី Donald Trump បានគម្រាមកំហែងថានឹងវាប្រហារទៅលើប្រទេសអ៊ីរ៉ង់ប្រសិនបើមិនសម្រេចបានកិច្ចព្រមព្រៀងណាមួយទេអំពីកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់បាទបើទោះបីជាលោកប្រធានាធិបតីមិនបានបញ្ជាក់នៅឡើយទេអំពីគោលបំណងនៃការវាប្រហារតើទ្រង់ទ្រាយយ៉ាងម៉េចដោយឡែកមន្ត្រីរបស់អ៊ីរ៉ង់វិញក៏បាននិយាយផងដែរថាអាចនឹងឈានទៅដល់កិច្ចព្រមព្រៀងបានក៏ប៉ុន្តែការសម្រេចកិច្ចព្រមព្រៀងនោះគឺវាត្រូវការពេលវេលាច្រើនមិនអាចនឹងសម្រេចបានភ្លាមនោះទេដោយឡែកអ្នកជំនាញវិញដែលបានពិនិត្យមើលទៅលើទិន្នន័យនៃការដាក់ពង្រាយវត្តមានយោធារបស់សហរដ្ឋអាមេរិកហ្នឹងគឺបាននិយាយថាបាទវាជាចំនួនមួយច្រើនហើយដែលគេមិនដែលបានឃើញពីពេលមុនមកទេគឺមុនពេលដែលសហរដ្ឋអាមេរិកបានវាយប្រហារទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់កាលពីខែមិថុនានោះក៏មិនច្រើនអញ្ចឹងដែរណាឆ្នាំមុននោះហើយអ្នកជំនាញទាំងអស់នោះនិយាយថាគឺវត្តមានយោធារបស់សហរដ្ឋអាមេរិកនេះគឺបានន័យថាសហរដ្ឋអាមេរិកត្រៀមខ្លួនសម្រាប់ការធ្វើយុទ្ធនាការវិប្រយុទ្ធដែលមានរយៈពេលច្រើនថ្ងៃបាទ multi-day campaign គឺបានន័យថាគឺយុទ្ធនាការវាប្រហារជាច្រើនថ្ងៃ without a ground invasion ប៉ុន្តែអត់មានការវាប្រហារតាមជើងគោកដើម្បីចូលឈានពានឬក៏ចូលលុកលុយទៅក្នុងប្រទេសអ៊ីរ៉ង់នោះទេចាំបានន័យថាប្រើតែកម្លាំងអាកាសហើយនឹងកងទ័ពជើងទឹកដែលបាញ់ផ្លោងពីសមុទ្រទៅបាទហើយអត់មានការចូលទេអញ្ចឹងគឺរឿងអ្វីផ្សេងទៀតបើយោងតាមសេណារីយ៉ូដែលខ្ញុំបានចែករំលែកលើកមុនចំនួន6ចំណុចបាទហើយនឹងលទ្ធផលចំនួន4ចំណុចហ្នឹងគឺបានន័យថាក្រោយពីសហរដ្ឋអាមេរិកធ្វើហើយគឺរឿងរ៉ាវអ្វីគឺទុកឲ្យវាវិវត្តដោយខ្លួនឯងនៅក្នុងប្រទេសបាទចាំបានន័យថាជាការប្រើកម្លាំងបូកគ្នាបាទរវាងជំនួយពីខាងក្រៅហើយនឹងអ្វីដែលកើតឡើងនៅក្នុងទឹកដីរបស់អ៊ីរ៉ង់ដោយខ្លួនឯង